រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ18មកបង្ហាញចូលគណនាមុំគេលំហាត់ទី18គេឲ្យត្រីកោណមួយដែលមានមុំ25ដឺក្រេមុំនេះស្មើ9សួររកមុំនេះសញ្ញានេះមុំសញ្ញាសួរនេះជាមានបន្តពីនឹងស្របគ្នាមុំ2ដឹងអញ្ចឹងយើងអាចរកមុំនេះឃើញដោយសារមុំនេះហើយនឹងមុំនេះវាជាមុំប៉ុនគ្នាដោយសារបាត់ពីនេះស្របគ្នាអញ្ចឹងជាមុំត្រូវគ្នាមុំនេះរកមុំឃើញនេះហើយនេះមុំនេះមុំខាងក្រៅនេះយក180ដកអាមុំតូចនេះទៅឃើញមុំខាងនេះហើយមុំខាងនេះគឺស្មើគ្នាជាមុំត្រូវគ្នាដូច្នេះយើងមើលការបកស្រាយមុំ25បូកមុំ9បូកមុំ x ស្មើនឹង180មុំ25បូកមុំ9បូកមុំ x ស្មើ180ជាផលបូកមុំក្នុងត្រីកោណអញ្ចឹងនាំឲ្យមុំ x ស្មើ180ដកមុំ2នឹងចេញមុំ2នឹងគឺ1 25 1 9 25បូក9ស្មើ115 185ដក115ស្មើ100ស្មើ65ឃើញមុំនេះស្មើ65ទាំងអស់នេះវា180 180ដក65ឃើញមុំនេះអញ្ចឹងយើងឃើញឧបមាថាមុំ x បូកមុំ y ចុះស្មើ180នឹងនាំឲ្យយើងបានមុំ y ស្មើ180ដកមុំ x 180ដក65ស្មើ115អញ្ចឹងមុំនេះស្មើ165មុំនឹងហើយនឹងមុំនេះស្មើគ្នាព្រោះជាមុំត្រូវគ្នាហេតុអីថាមុំត្រូវគ្នាព្រោះបន្ទាត់ពីនេះវាស្របគ្នាដូច្នេះមុំដែលយើងរកនេះគឺស្មើ115ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាប